100 ก่อนមិនមែនជាចំនួនតិចតួចទេត្បាញសូត្រអាចមើលបានតែកុំជ្រៀតជ្រែកធ្វើតាមការរៀបចំអញ្ចឹងអ្នកទាំងពីរធ្វើការឲ្យរលូនបង្កើតសូត្រថ្មីឬជ្រៅស្លឹកខៀវប្រវត្តិយូរអង្វែងពិធីជ្រលក់ក្រចបើករូបដំបាយលោកពងសូត្រនឹងមិនតន់រួចមិនអាចដាក់ចូលបានទេខ្ញុំត្រឡប់មកវិញហើយសូត្រថ្មីត្បាញរួចហើយតើមែនទេមានផ្កានឹងដើមឈើដូច្នេះសូត្រមិនទាន់ត្បាញបានទេពួកគេត្រូវជ្រើសរើសសរសៃសូត្រនិងពណ៌ឲ្យបានត្រូវគ្នាសង្ឃឹមថាចេញផ្លែផ្កាឆាប់ៗនេះអ្វីដែលនាងកំពុងតែនិយាយគំនូរសូត្រគឺជាស្នូលនៃការត្បាញសូត្ររូបមន្តជ្រលក់សូត្រវាក៏ដូចជារូបមន្តនៅក្នុងការត្បាញដែរមិនថាគំនូរស្មុគស្មាញក៏អ្នកជំនាញអាចត្បាញបានដែរប៉ុន្តែបើយើងនិយាយថាគំនូរសូត្រគឺជាស្នូលគឺខ្ញុំមិនយល់ដូចជាគេថានោះទេគឺវាដោយឡែកពីគ្នាហេតុអីក៏លោកម្ចាស់ប៉ែសម្លឹងមើលខ្ញុំបែបនេះនិយាយពិតចេញពីចិត្តមនុស្សស្មានថានាងនិយាយបែបនេះទេពិតជាកម្រណាស់នេះគឺរួមបញ្ចូលគ្នាទាំង100គន់ដែលលោកចូលរួមក្នុងការរកស៊ីខ្ញុំតែងតែប្រកាន់យុត្តិធម៌ណាស់និងភាពស្មោះត្រង់តាមចរិតរបស់នាងថ្ងៃក្រោយប្រកាសជាទទួលបានជោគជ័យគឺខ្ញុំគ្រាន់តែចង់ដឹងថានាងជាមនុស្សស្រីហេតុអីក៏ត្រូវធ្វើការងារនេះសំណួរនេះមិនរាប់បញ្ចូលនៅក្នុងប្រាក់100នោះទេបានអញ្ចឹងខ្ញុំសួរអ្វីផ្សេងអ្វីទៅជាចំណុចសំខាន់នៃការត្បាញសូត្រនោះសំណួរនេះខ្លាចតែខ្ញុំមិនអាចឆ្លើយជាមួយលោកបាននោះទេព្រោះចម្លែកនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាមិនដូចគ្នាទេពេលនេះពួកយើងគឺធ្វើការជាមួយគ្នាជ្រើសពណ៌ដែលត្រូវអញ្ចឹងខាងនេះលោកម្ចាស់ប៉ាអញ្ចឹងពណ៌បៃតងនេះគឺប្រើទៀនឡាន់និងអ៊ីចៅលាយចូលគ្នាតាមមួយណាដូចពណ៌ស្រីសលេជាងគេទៅគេនិយាយត្រូវបៃតងដែលលោករើសពណ៌ចាស់ពេកពណ៌មិនស្រស់ដូចជាសូត្ររបស់ខ្ញុំពណ៌ស្រាលជាងព្រោះពួកយើងធ្វើសូត្រលាវកងដូច្នេះត្រូវតែមានពលិជាងសំខាន់ខ្ញុំគិតថាព្រោះតែសូត្រថ្មីដូច្នេះពួកយើងគួរតែបង្កើតថ្មីយ៉ាងម៉ត់ចត់ឈប់សិនអ្នកទៅពីស្ដាប់ខ្ញុំបានទេពណ៌តែពីនេះស្តីគ្នាណាពួកយើងបោះក្របលោកឡាដើម្បីសម្រេចទៅបិទមាត់ទៅឈឹប្រធានជីលោកម្ចាស់បាយមកចាំពីល្អណាស់ជួយសម្រេចចិត្តចំនួនពួកយើងផងតាមមួយណាអ្នកទាំងពីរគួរតែពិភាក្សាគ្នាទេកុំប្រកែកគ្នាអីខ្ញុំនាំលោកម្ចាស់ប៉ែងទៅមើលរោងដំបាញលោកម្ចាស់ប៉ែងសុំចេញខាងនេះអីប្រៀបធៀបជំនាញតែងតែមានការប្រកែកគ្នាពួកយើងទៅមើលរោងដំបាញបងប្រុសខ្ញុំនៅទីនោះគាត់ក៏ចូលចិត្តអានសភៅរកអ្វីដែលថ្មីដែរហេតុអីក៏វិធីចាស់ប្រើការមិនបានអញ្ចឹងគឺវាអាចទៅរួចតើវាមានបញ្ហាអីដើម្បីត្បាញក្បាច់ទឹកហូបដែលល្អខ្ញុំគិតថាពួកយើងត្រូវប្រើពណ៌ជំនួសហើយអ៊ីងពូកែជ្រើសរើសពណ៌ណាស់ដឹងទេខ្ញុំគិតថាគ្រាប់ស្រូវសលៃនេះត្រូវប្រើទាន់វិនតើទាន់វិនជាអ្វីគ្រាប់ធនជាតិជាក្បាច់លម្អិតបំផុតហើយត្រូវហើយលោកជាមនុស្សគ្មានបានការកុំមកខ្វល់និយាយអីត្រូវប្រយ័ត្នសម្ដីផងតើលោកដឹងថាខ្ញុំជានរណាទីកន្លែងនេះជារបស់គ្រួសារអ៊ីណាត្រកូលអ៊ីស្អីទៅគួរតែមើលឲ្យបានច្បាស់គឺពីហោគ្រួសារជីបានពាក្យនេះមកពីណាហេតុអីក៏និយាយថាជារបស់គ្រួសារជីនឹងហ្វីវាជារបស់គ្រួសារអ៊ីអ្វីដែលនាងជីប្រាប់ថាសហការគ្នាអូមើលទៅមិនអាចចុះប្រាក់បណ្ដាក់ទុនរបស់ខ្ញុំមកវិញបានទេ
លឺទុកសុទ្ធតែម្ហូបឆ្ងាញ់ហេតុអីអ្នកទាំងអស់គ្នាមិនហូបខ្ញុំខឹងខ្លាំងណាស់គ្មានអារម្មណ៍ហូបទីបាត់គ្មានអ្នកណាឃ្លានទេអញ្ចឹងពួកយើងលេងល្បែងយ៉ាងម៉េចដែរ ល្អណាស់លេងល្បែងអី ពេលនេះអ្នកទាំងអស់គ្នាសួរសំណួរតាក់ទងសនបើបងប្រុសរបស់ខ្ញុំឆ្លើយមិនត្រូវទេអញ្ចឹងម្នាក់អាចទទួលបានម៉ាស៊ីនបន្ទាប់មកបងប្រុសរបស់ខ្ញុំសួរវិញលោកត្រូវតែឆ្លើយច្រើនបានប្រាក់ច្រើនល្បែងនេះបន្តរហូតដល់មានមនុស្សធ្លាក់ឬក៏ដុំឈើប៉ាត់ដែរតែមានសំណួរអ្វីទេ ចំនួនចង្កឹះតំណាងឲ្យពណ៌សូត្រស៊ូ ពណ៌សុទ្ធសួរក្រហមលឿងបៃតងសខ្មៅ5ពណ៌ ត្រឹមត្រូវហើយល្អណាស់ដល់វេនបងហើយ ពណ៌គោលសូត្រ ពណ៌គោលសូត្រក្រហមបៃតងខៀវស្វាយ4ពណ៌ល្អណាស់ ត្រូវទៀតហើយបាន2សេនទៀតហើយសួរបន្តទៀតទេអេបានអ្នកណាសួរសំណួរច្រើនជាងគេនឹងទទួលបានប្រាក់បន្ថែម3សេនទៀតចាប់ផ្ដើម សូត្រផ្កាយ5តុងហ្វាងរាជវង្សហានតើមានគំនូរសូត្រប៉ុន្មាន មាន5 មិនក៏មាន5 មិនក៏មាន5ណោះ លោក មែនហើយ ហើយគិតឲ្យច្បាស់ ច្បាស់ណាស់គឺមាន5 ឯងល្អប្រកបហើយអើតែអាយតើជាប់អាយអូយអាយអូយលោកមិនទេមិនទេ គឺមានទាំងអស់4ប្រភេទក្រែងថាឯងចេះត្បាញសូត្រទេ ហ៎ក្បាច់ស្មៅក្បាច់ខ្លាព្រះអាទិត្យព្រះច័ន្ទត្រាតូចពស ត្រាតូចសក៏រាប់ដែរត្រាតូចសក៏រាប់ដែរ អក្សរគឺជាផ្នែកមួយនៃក្បាច់ ហើយយ៉ាហើយយយខ្ញុំចង់សាឡបងឯងទេប៉ុន្តែពេលនេះគឺខ្ញុំជាអ្នកបងហាញចំណុចខ្សោយ មិនគួរសមទេ អបអរអ្នកទាំងពីរទទួលបាន2សេន 2សេនមិនថាគឺ2សេនខ្ញុំមានប្រាក់ហើយ គ្រួសារសតសួររបស់ពួកយើងតែងតែនិយាយត្រង់បើមានសំណួរអ្វីអាចសួរបានបើយល់ស្របជាមួយខ្ញុំពួកយើងនិយាយគ្នាប៉ុន្តែត្រូវចាំថាអ្វីដែលពួកយើងធ្វើឲ្យបានល្អនេះជាប្រយោជន៍សម្រាប់បង្កើតសូត្រថ្មីត្រូវចាំថាមានតែជួយគ្នាទៅវិញទៅមកទេតើអាចជោគជ័យរកប្រាក់បានច្រើន ល្អនិយាយបានល្អនិយាយត្រូវណាស់ជោគជ័យរកប្រាក់ ជោគជ័យរកប្រាក់ មានអ្នកណាចង់លេងទៀតទេ ព្រឹទ្ធាចារ្យលីលេងបានទេល្អលេងក៏លេងជើញចាប់ខ្ញុំធ្វើជំនួស ប្រៀបធៀបជំនាញស្វែងយល់បន្ថែមទំនាក់ទំនងរបស់អ្នកនាងពិតជាសមជាអ្នកនាងជីមែន3ក្នុង1គឺជាវិធីដ៏ល្អបំផុតអូត្រូវហើយមិញនេះមានសំណួរមួយថាអ្វីដែលសំខាន់ជាងគេនៅក្នុងចំនួនសូត្រគឺខ្ញុំគិតថានៅក្នុងចិត្តរបស់អ្នកនាងគឺរួបរวมគ្នាតើមែនទេ ត្រូវហើយគេរួបរวมគឺមនុស្សទាំងក្បាច់សូត្រហើយនិងកណាត់សូត្រគឺមានតែនៅក្នុងដៃរបស់មនុស្សទើបអាចរស់រវើងទោះបីជាថ្ងៃក្រោយលោកធ្វើអ្វីគឺត្រូវតែឲ្យតម្លៃអ្នកទាំងអស់គ្នា ខ្ញុំនឹងចាំ ព្រឹ នៅ ទ្ ក្នុង ធាចារ្យលីឈ្នះហើយ អ្នកនាងជី ឲ្យប្រាក់ កុំ មក បារម្ភអី ឆាប់ឲ្យប្រាក់ខ្ញុំមកខ្ញុំឈ្នះហើយផ្ញើប្រាក់នៅខ្ញុំបានជាទាបប្រាក់ខ្ញុំនោះហើយនេះបន្ទាប់អ្នកណាជាអ្នកបន្ទាប់យ៉ាងមិនដែរលបងទាំង3ប្រធានជីលបងប៉ៃសាក់ទៅ លោកប៉ៃហើយនឹងខ្ញុំមិនចូលរួមលេងទេ ជប់សិនមិនចាំបាច់និយាយពីដុំឈើទេខ្ញុំគិតថាខ្ញុំក៏មានចំណាយពាក់កណ្ដាលនៃចំនួនសូត្រនេះផងដែរយ៉ាងម៉េចហ៊ានសាកល្បងទេ សាឡបងទៅអ៊ីងសាក់ទៅមិនហើយសាក់ទៅ តាសាឡបងទេ អញ្ជើញ ប្រយ័ត្នផងណា សំណួររបស់ខ្ញុំគឺ
តើអ្នកនេះមានភាពស្មោះត្រង់ធ្វើជាមិត្តរបស់ខ្ញុំទេសំណួររបស់លោកមិនតាក់ទងនឹងចំនួនសូត្រទេគ្រាន់តែឆ្លើយមកមនុស្សគឺសំខាន់នៅក្នុងចំនួនសូត្រដូច្នេះត្រូវតែសួរវាគឺជាផ្នែកមួយនៅក្នុងការរកស៊ីបើនេះមិនឆ្លើយសំណួរនេះវាគួរឲ្យស្ដាយភាពស្មោះត្រង់របស់ខ្ញុំ10ចង្កេះ10ចង្កេះពិតមែនទេតើអត់តែរួចដែរទេដែលលោកប៉ាញ់និងខ្ញុំស្មោះត្រង់នៅក្នុងការរកស៊ីនេះលោកប៉ាញ់មិនមែនមានអារម្មណ៍អ្វីវាពិតជាប៉ះពាល់ដល់ភាពស្មោះត្រង់របស់ខ្ញុំណាបានជុំនេះខ្ញុំបានចាញ់ហើយប៉ុន្តែសង្ឃឹមថានេះផ្ដល់ឱកាសឲ្យខ្ញុំសួរមកបានខ្ញុំចង់សួរថាតើលោកស្នាក់នៅអីជើប្រហែលថ្ងៃទេតើសំណួរនេះតើតើនឹងសូត្រទេសំខាន់របស់សូត្រគឺមនុស្សលោកម្ចាស់ប៉ែធ្វើដំណើរឆ្ងាយមកទីនេះគឺច្បាស់ណាស់តើតើនឹងចំនួនសូត្រនិយាយត្រូវចំពោះសំណួរនេះមើលទៅត្រូវតែគិតឲ្យបានច្បាស់អ្នកនាងជីចាប់ខ្សែឲ្យជាប់ឈរឲ្យនឹងហាក់ដូចកំមកទីនេះគឺមកចែករំលែកភាពរីករាយអ្នកនាងជីនិងខ្ញុំលេងមិនតាន់ចប់ជុំទីលោកម្ចាស់យ៉ាងបើចង់ចូលរួមសូមមេត្តារងចាំមកផ្លែទៅអ្វីដែលខ្ញុំបានឃើញជុំនេះគួរតែបញ្ចប់ហើយលោកម្ចាស់ទាំងពីរខ្ញុំជាអេងគឺជាមនុស្សមិនស្ថិតនៅក្នុងការប្រកួតប្រជែងរបស់អ្នកទាំងពីរទេអ្នកទាំងពីរប្រកួតគ្នាគឺខ្ញុំមិនប្រកួតទេខ្ញុំចេញពីការប្រកួតព្រោះអ្នកទាំងពីរចូលចិត្តល្បែងនេះអញ្ជើញលេងជាមួយគ្នាទេសុំទោសដែលខ្វះការគួរសមសុំទោសអរគុណអ្នកនាងជីដើមរកខ្ញុំយ៉ាងជាឡានសរសៃសោតនៅក្នុងដៃរបស់លោកគឺជាជួយានដែលខ្ញុំជលក់អូជួយានជួយានត្រូវហើយគ្មានជំរឿសទេលោកដឹងថាការជលក់ពណ៌សោតពិបាកប៉ុណ្ណាដែរទេពិបាកចឹងណាត្រូវជលក់ច្រើនថ្ងៃពិបាកខ្លាំងណាស់ត្រូវហើយបាញ់ចឹងសងតាមតម្លៃចង់សងខ្ញុំហ៎មិនអាចនោះទេមួយគុណពីរសងពីរគ្រប់គ្រាន់ដែរទេមិនគ្រប់ទេសងពីរគ្រប់ទេចាំបីសំបំផុតហើយសងបីអ្នកមានស្នេហាមិនអាចធ្វើរឿងធំអ្នកនាងជីធ្វើការរហូតភ្លេចបាយទឹកលោកមកទីនេះធ្វើអីទេចំពោះអំបោះសូត្រនោះវាជាការខិតខំប្រឹងប្រែងរបស់អ្នកនាងជីហើយខ្ញុំមកនេះមកសូមអភ័យទោសនោះជាស្អីទេអង្គុយសាមើលទៅប្រយ័ត្នតែនាងសារុញតែមើលក៏ចាប់អារម្មណ៍មែនប៉ុន្តែប្រើប្រាស់សម្រាប់អ្វីទេដាក់ក្នុងរោងដំបាញអង្គុយលើវាហើយក៏អាចបន្លាស់ទីបានអាចតម្រូវកម្លាំងបានខ្លះហើយក៏ធ្វើឲ្យសុបាយដែរលោកជាអ្នកធ្វើវាឯងត្រូវហើយពេលនេះអ្នកនាងជីអត់ទោសឲ្យខ្ញុំដែលមិនគប្បីចំពោះអ្នកនាងជីពេលនេះខ្ញុំអត់ទោសឲ្យចាស់ប៉ុន្តែខ្ញុំមកថ្ងៃនេះក៏មានរឿងមួយទៀតចង់ឲ្យអ្នកនាងជីជួយផងដែរណាជារឿងអីទេបងរៀនខ្ញុំធ្វើសូត្រ
ព្រោះតែលោកជាអ្នកដឹកជញ្ជូនសូត្រតាមដែរទេ ព្រោះតែខ្ញុំចង់ឃើញពិភពដែលនាងបានឃើញលោកអង្គុយសិនតែខ្ញុំទៅយកសូត្រសិនបាត់ភ្នែករបស់លោកទេ បាត់ធ្វើអី លោកមិនចង់រៀនរបៀបធ្វើសូត្រទេ អ្នកនេះជាប្រកាសជាមានវិធីដែលអាចបង្រៀនឲ្យខ្ញុំមើលសូត្រ ជំនាញពិតប្រាកដគេមិនអាចដឹងពីអ្វីច្បាស់ដោយប្រើភ្នែកទេ ប្រើបេះដូង ត្រូវហើយ រួចរាល់ហើយ មិនឃើញដែរទេ ជីអ៊ីងឈប់សិនខ្ញុំរួចរាល់ហើយ ល្អបើយើងចាប់ផ្ដើមពីសូត្រដំបូងរបស់ពួកយើងទេលោកប៉ះវាទេប៉ះវាតាមស្រួលទេអាចស្ទាបដឹងដែរទេ ធ្វើមិនអាចកំណត់សូត្រនេះប្រើដល់ការស្ទាបបាន នេះគឺជាស្ទាប់ផ្កាស្ទាប់នៅក្នុងស្ទាប់នេះគឺជាលំអងផ្កាការត្បាញលម្អិតនេះគឺជាសន្លឹកផ្កា6ស្ទាប់ផ្កាមានសន្លឹកផ្កានៅក្នុងសន្លឹកស្ទាប់នៅលើស្ទាប់ក្បាច់កលាក្បឿងស្ទាបដែលប្រើអារម្មណ៍ម្ដងទៀតទេលោកសាក់មើលម្ដងទៀតទៅណា ជាក្បាច់ផ្កាយសៀង ក្រនបានសតបន្តទៀត តែបងចាំសតពូក្រហមដែលអូនបានធ្វើផ្ទាល់ដៃសតក្រហមសពជប់និស័យឲ្យបងបានជប់ស្រីផ្ដាំស្នេហ៍ ភ្នែកបានបិទបាំងមែន ដងជ្រោកសាំពួកយើងកាន់ដៃស៊ូជាមួយគ្នា ចាំជាងឡា មិនថាវាខ្លាចព្រមតែស្នេហាសម្រាប់អូនស្រស់ស្អាតជោគជ័យចិនបងឲ្យបេះដូងបងលំស្នេហ៍ស្រីដល់ចិត្តពីថ្លៃមិននួតឡើយតើអូននឹងទេចង់រួមក្បែរអូនរហូតព្រមតែសរសៃសូន បើសិនជាអ្នកនាងព្រមខ្ញុំនឹងដើរទៅរកអ្នកនាងម្ដងបន្តិចម្ដងបន្តិច សូមបំណងដែលបងបានបងដោយក្តីប្រាថ្នា បើអ្នកនាងមិនព្រម ជីវ៉ាគ្រប់ជាតិ ខ្ញុំនឹងរងចាំរហូតដល់អ្នកនាងព្រម ពេលវេលាកន្លងតែបងចាំសតពណ៌ក្រហមដែលអូនបានធ្វើផ្ទាល់ដៃសតក្រហម ចាំជាងឡា ខ្ញុំនៅទីនេះ ឲ្យបងបានជប់ស្រី លោកចំជើងខ្ញុំហើយជើងខ្លាំងណាស់ គឺចង់សាមម្ដងទៀតទេគឺចង់និយាយថាគឺណែ
រៀនបន្តទៀត ភ្នែកបានបិទបាំងមែនបេះដូងច្របូកច្របល់បើសិនជាអ្នកនាងព្រមខ្ញុំនឹងដើរទៅរកអ្នកនាងម្ដងបន្តិចម្ដងបន្តិចបើអ្នកនាងមិនព្រមខ្ញុំនឹងរងចាំរហូតដល់អ្នកនាងព្រម ក៏ហើយឈប់ប្រុសតែ លោកប្តីបងពិតជាគិតមកចាត់មែនមកពិនិត្យមើលដៃផ្ទាល់មុនពេលដឹកជញ្ជូននាងចង់ធ្វើអី ប៉ុន្មានថ្ងៃនេះបងធ្វើការនឿយហត់សូត្រនេះឆ្លងកាត់ត្រួតពិនិត្យរាល់ថ្ងៃតើអញមានបញ្ហាទេទុកឲ្យអ្នកបម្រើដឹកជញ្ជូនចេញពីក្រុងទៅបងគួរតែទុកពេលសម្រាប់ខ្លះ ខ្ញុំគ្រាន់តែរំលឹកបងទេកិច្ចការដឹកជញ្ជូនមិនចាំបាច់ធ្វើដោយខ្លួនឯងទេកុំភ្លេចឲ្យសោះមូលហេតុឲ្យលោកម្ចាស់ជីស្លាប់ លើកទៅ បាទ លោកប្តីធ្វើដំណើរគ្រោះថ្នាក់ណាស់ត្រូវប្រយ័ត្នប្រយែង សូត្រលើកនេះខ្ញុំនឹងធ្វើដំណើរដឹកជញ្ជូនដែរ បញ្ជីមន្ត្រីដឹកជញ្ជូនសូត្ររៀបចំរួចហើយទោះបីជាលោកជាស្ដេចសូត្រពិតមែនលោកក៏អាចទៅជាមួយខ្ញុំបានដែរ ប៉ុន្តែខ្ញុំអាចធ្វើទៅបានណាព្រោះថាវាជាជំរឿផ្ទាល់ខ្លួនដូច្នេះលោកកុំយកច្បាប់មកដាក់សម្ពាធលើខ្ញុំ បានតាមចិត្តចុះចេញដំណើរ មកហាត់អីក៏មកទីនេះ ខ្ញុំបានជាលោកប៉ាសនដូច្នេះខ្ញុំចង់ដឹកជញ្ជូនដល់ផ្ទាល់ដែរ រងចាំខ្ញុំត្រឡប់មកវិញ ដោយសារតែសុតស៊ូក្រហមពុកខ្ញុំគឺត្រូវគេសម្លាប់យ៉ាងចេញឡានខ្ញុំបារម្ភពីលោកណាស់ទោះបីជាលោកបន្នំខ្ញុំទៅជាមួយក៏ខ្ញុំទៅតាមលោកដែរ អ្នកនាងជីខ្ញុំពិតជាត្រូវការអ្នកនាងណាប៉ុន្តែពេលនេះខ្ញុំចង់ឲ្យនាងទៅអ៊ីចៅមិនចង់ឲ្យទៅតាមខ្ញុំទេ អើខ្ញុំនៅអីចា ត្រូវហើយមិននឿយហត់ក្នុងការធ្វើដំណើរទេនៅផ្ទះរងចាំខ្ញុំត្រឡប់មកវិញបានទេសូមអ្នកនាងជាយល់ មេតបពួកយើងទទួលបានសារពីអ៊ីចៅយ៉ាងចេញឡាននិងអ្នកផ្សេងទៀតបានត្រៀមដឹកជញ្ជូនសុទ្ធទៅឆាងអាន វិញដែលសុវត្ថិភាពគេជាមន្ត្រីល្អជាមន្ត្រីដែលសំខាន់សម្រាប់អ៊ីចៅ ហើយ
ហើយក៏ជាមនុស្សសំខាន់សម្រាប់ខ្ញុំដែរសូមឲ្យគេត្រឡប់មកវិញដោយសុវត្ថិភាពសូមឲ្យតាមផ្លូវមានក្តីសុខអ្នកនាងជីហាត់អីបានជាលោកម្ចាស់បាយមកទីនេះអញ្ចឹងមិញខ្ញុំបានផឹកត្រាជាមួយនឹងសានហល់លើហើយក៏បានឃើញអ្នកនាងបញ្ញាស្មានតែមានរឿងអ្វីកើតឡើងអរគុណដែលលោកបារម្ភពីខ្ញុំអត់ត្រូវហើយថកែហាងនិយាយថាសល់តែ2ដូច្នេះខ្ញុំក៏ទិញទៅខ្ញុំប្រើមួយនៅសល់មួយទៀតខ្ញុំឲ្យលោកនេះនេះគឺវាជាទំនៀមទម្លាប់របស់មនុស្សនៅអីចាបាក់ខ្សែក្រហមដែលបានបួងសួងទៅលើដើមឈើអាចឲ្យគ្រួសារមានសុវត្ថិភាពហើយក៏អាចបញ្ជូនចិត្តទៅពួកគេតែខ្ញុំគ្មានមនុស្សបួងសួងទេមនុស្សគ្រប់គ្នាឆ្លងកាត់នឹងការធ្វើដំណើរផ្លូវឯកោនិងផ្លូវត្រជាប៉ុន្តែជីវិតមិនមែនបែបនេះរហូតទេសាឡបងទេគ្រាន់តែបួងសួងថ្ងៃណាមួយគឺមានមនុស្សម្នាក់ដែលបានឃើញហើយគឺច្បាស់ជាល្អខ្លាំងណាស់អញ្ចឹងបាននិយាយតាមត្រង់ទៅខ្ញុំមិនមានជំនឿបែបនេះទេឬក៏បួងសួងអ្វីទេឥឡូវគិតចេះអ្នកនាងជួយបួងសួងជំនួសខ្ញុំទៅពីមុនខ្ញុំបួងសួងឲ្យម្ដាយរបស់ខ្ញុំនិងបងប្រុសខ្ញុំឈិនសិនឡាងនិងជួសៀវនាងតែពួកគេជាគ្រួសារនិងជាមិត្តរបស់ខ្ញុំសម្រាប់លោកប៉ែយើងមិនស្និទ្ធស្នាលនឹងគ្នាទេពួកយើងស្គាល់គ្នាបានត្រឹមតែមួយរយៈពេលសហការរកស៊ីហើយក៏ជាមិត្តប៉ុន្តែក្នុងនាមជាមិត្តខ្ញុំគិតថាលោកប៉ែមិនទាន់ស្គាល់ច្បាស់ទេពួកយើងគឺជាដៃគូរកស៊ីមែនទេលោកម្ចាស់ប៉ែខ្ញុំលាសិនហើយណាលោកម្ចាស់ប៉ែបងប្រាថ្នាម្នាក់ឯងដែលចិត្តស្មោះលោកម្ចាស់យ៉ាងហត់នឿយហើយលោកម្ចាស់ខានជប់យូរហើយដូចជារៀងងងឹតទៅហើយលោកម្ចាស់យ៉ាងជប់នេះសម្រាប់នៅទីនេះទៅថ្ងៃស្អែកចាំចេញដំណើរទៀតបានអញ្ជើញអូឆាប់ឡើងឆាប់យកសូត្រខ្លាយៗទៅដាក់ជំនួសទីបើចង់បន្ទោសត្រូវបន្ទោសខ្លួនឯងដែលប៉ះពាល់មន្ត្រីធំលោកចង់និយាយពីខ្ញុំហ៎កុំខ្មៅលោកម្ចាស់យ៉ាងលោកដោះដូរសូត្រគំរាមមន្ត្រីត្រួតពិនិត្យនេះគឺជាទោសធ្ងន់ធ្ងរណាស់បាននិយាយទៅគឺជាចៅស្រីថាចាប់ចៅលោកគួរតែគិតឲ្យច្បាស់ពីគម្រោងការរបស់លោកឲ្យបានល្អិតល្អន់បើគ្មានមនុស្សក្បត់លោកប្រហែលជាមិនអាចចាប់លោកបានទេខ្ញុំមិនយល់អ្វីដែលលោកនិយាយទេលោកដឹងថានេះជានឹងចំមានចំនួន
នេះជិនប្រើដៃមកខាងគ្រប់គ្រងអ៊ីជើប្រាប់ខ្ញុំមកហេតុអីក៏គេមិនហ៊ានសម្លាប់ខ្ញុំព្រោះតែគេខ្លាចមានមនុស្សនៅពីក្រោយខ្នងរបស់ខ្ញុំមនុស្សក្រោយខ្នងឯងជាអ្នកណាប្រាប់ឲ្យពួកគេចេញទៅពួកអើយឆាប់ចេញទៅបិទទ្វារផងលោកម្ចាស់យ៉ាងពេលនេះអាចប្រាប់បានហើយឯងមនុស្សក្រោយខ្នងខ្ញុំមិនសំខាន់ទេអ្វីដែលសំខាន់នាយជីនមិនហ៊ានប្រឆាំងនឹងខ្ញុំព្រោះតែគេត្រូវបោះស្រាយចំពោះខ្ញុំនិងមនុស្សនៅពីក្រោយខ្នងរបស់ខ្ញុំតើលោកនៅចាំជីខុយណានទេការពិតបែកធ្លាយឲ្យពពែរងគ្រោះជំនួសវាមិនដូចនឹងរឿងដែលកើតឡើងនៅថ្ងៃនេះទេខ្ញុំមិនយល់អ្វីដែលលោកកំពុងតែនិយាយទេឆ្នាំនោះបន្ទាប់ពីមានរឿងកើតឡើងចំពោះជីគួយណានលោកក៏ជប់ដឹកជញ្ជូនសួយសារអាកោសោតព្រោះពេលខ្ញុំមកដល់លោកក៏មកទីនេះម្ដងទៀតនាយជីនចង់ឲ្យខ្ញុំសម្លាប់លោកដោយផ្ទាល់ដៃឬក៏ចង់ឲ្យលោកសម្លាប់ខ្ញុំដោយផ្ទាល់ដៃគេអាចបញ្ចប់បញ្ហាដូចគ្នាបើអ្វីដែលលោកនិយាយជាការពិតអញ្ចឹងហេតុអីលោកមិនចាត់ការទេខ្ញុំមិនចង់ឲ្យពួកយើងខាតបង់នាយជីនទទួលបានប្រយោជន៍ទេម្យ៉ាងទៀតលោកគ្រាន់តែជាអ្នកធ្វើតាមបញ្ជារបស់គេសម្រាប់លោកក៏គ្មានបានប្រយោជន៍អ្វីដែរចុះបើសិនជាពួកយើងរួមដៃគ្នាយ៉ាងម៉េចដែរទោះរួមដៃជាមួយអ្នកណាគឺមានតែផ្លូវស្លាប់សម្រាប់ម្នាក់សម្រាប់គ្រួសារគឺវាខុសគ្នាយ៉ាងម៉េចប្រយ័ត្នពួកគេជាណាខ្ញុំប្រហែលជាមើលស្រានេះជាងគេមិនត្រឹមតែសម្លាប់ម្នាក់ទេគឺគេចង់សម្លាប់ពួកយើងតែពីរនាក់តែម្ដងបន្តិចទៀតត្រូវនិយាយថាយើងផ្លាស់ប្ដូរសូនខ្ញុំបដូរជីវិតចាប់លោកមានទោសព្រោះតែកង្វក់គេហើយខ្ញុំត្រូវស្លាប់ដោយសារតែចាប់ខ្លួនលោកដំណាក់កាលនេះហើយលោកនៅមិនឃើញពីសក្តិស្លាប់ទៀតទេរួមដៃជាមួយខ្ញុំគឺផ្លូវតែមួយគត់សម្រាប់លោកនៅមិនទាន់យល់ទៀតទេបើចឹងបានខ្ញុំរួមដៃជាមួយខ្ញុំនឹងសរសេរចម្លើយសារភាពបកអក្សរជនក្បត់ប៉ុន្តែត្រូវធានាសុវត្ថិភាពប្រពន្ធកូនរបស់ខ្ញុំណាបាទខ្ញុំសន្យាយ៉ាងជីឡានចាប់បានមន្ត្រីដឹកជញ្ជូនត្រៀមកងទ័ព100នាក់ដេញតាមពួកគេមុនពេលពួកគេចូលដល់សានណានត្រូវចាត់ការពួកគេសូម្បីម្នាក់ក៏មិនទុកជីវិតហើយចុះលោកម្ចាស់ចាវិញយើងនិយាយឲ្យមិនទុកជីវិតសូម្បីតែម្នាក់បាទយ៉ាងជីឡានពីថ្ងៃមុនបាត់ចាប់មន្ត្រីដឹកជញ្ជូនហើយមិនក៏ថ្ងៃនេះពួកគេទៅដល់ផ្លូវសានណានពិតជាយឺតពេកហើយមិនលះបង់ការធ្វើដំណើរទៀតនេះអាចជាតែដែរទេលោកមេតបចង់និយាយថារៀបចំមនុស្សពួកចឹងទៅឲ្យជើវិញបាទនឹងជីនិយាយគ្នាបានទេលោកចាកាយឡាំជីឡាននៅអាណាទេមានអ្វីកាត់ឡើងចំពោះគេនឹងជីពេលនេះលោកម្ចាស់យ៉ាងបថុយជីវិតលេងលបាញ់គ្រោះថ្នាក់ព្រោះតែចង់លុបលាងភាពស្អាតស្អំឲ្យពុករបស់នាងដំបូងក៏បញ្ចុះលោកអបរាជតែងតាំងមន្ត្រីដឹកជញ្ជូនពាក់ព័ន្ធរឿងពុករបស់នាងទទួលខុសត្រូវការពារបញ្ឆោតឲ្យនាងជីងធ្វើសកម្មភាពបន្ទាប់មកប្រើប្រាស់ឱកាសនេះចាប់មន្ត្រីដឹកជញ្ជូនបន្ទាប់មកពួកយើងប្រមាណអ្នកខ្លាំងខ្លួនជាឃាតករដែលនាងជីងបញ្ជូនមកបញ្ជាក់ថាជាផែនការរបស់នាងជីងបង្ខំឲ្យមន្ត្រីដឹកជញ្ជូនសហការជាមួយវាគឺជាផ្លូវ
តែមួយគត់សម្រាប់នោះ បន្ទាប់មកគាត់បានធ្វើជានាំមន្ត្រីដឹកជញ្ជូនទៅឆាងអានធ្វើឲ្យនៅជីងចាប់អារម្មណ៍ ចាំមន្ត្រីដឹកជញ្ជូនប៉ិតត្រឡប់មកអីចឹងឲ្យមែនទេ ត្រូវហើយតាមគម្រោងពួកយើងរៀបចំលាក់គេនៅកន្លែងសុវត្ថិភាពប៉ុន្តែទើបតែទទួលដំណឹងថានាវជីងបានដឹកនាំកងទ័ពយ៉ាងច្រើនធ្វើដំណើរមកអ៊ីជើវិញគេមកដល់លឿនជាគម្រោងរបស់យ៉ាងជីងឡានបើតាមគម្រោងរបស់ពួកយើងចាប់ផ្ដើមស៊ើបទ្រង់ទ្រីធំខ្លាចតែមិនអាចលាក់មន្ត្រីដឹកជញ្ជូនបានយ៉ាងជីងឡានប្រាប់ខ្ញុំថាបើមានគ្រោះថ្នាក់កើតឡើងឲ្យខ្ញុំមករកនៅនាងជីពិភាក្សា ឈប់ដល់ពេលវេលាហើយត្រឡប់ក្រោយទៅអ៊ីជើ មកទិញសូត្រថ្មីពីហ្វីហួរអ្នកណាចាប់អារម្មណ៍អាចមកចូលរួមបានអ្នកចូលរួមទទួលបានអំណោយមកមុនបានមុនល្អណាស់អំណោយពីហ្វីហួរប្រើប្រាស់បានយូរក្លិនក៏ក្រអូបផ្លែមែនហើយក្លិនក៏ក្រអូបផ្លែ មកដល់ហើយអរតីមកដល់ហើយអាចតែមកខាង មកពួកយើងមកបែកគ្នាសិនទេ បែកគ្នាសិនទេ គ្នាសិនទេតើលើឡើយដកឆាប់បែកគ្នាសិនទេតែក្នុងសិនទេ ជីគួយណានថ្លៃបន្លំសូត្រក៏ហក់ស្ដាច់ព្រោះតែប្រឆាំងជីមិនផុតពីសេចក្តីស្លាប់ឡើយ បងប្អូនទាំងអស់គ្នាមន្ត្រីដឹកជញ្ជូនត្រូវចាប់ខ្លួនដើម្បីយកមកកាត់ទោសរឿងនេះគំរាមដល់មន្ត្រីសូត្រនៅអ៊ីជើដើម្បីការពារសិទ្ធិអ្នកចំនួនសូត្រខ្ញុំជួកែហុងតំណាងឲ្យសំណាក់សូត្រសួរចម្លើយអ្នកទោសទីនេះដើម្បីផ្ដល់យុត្តិធម៌ដល់ប្រជារាស្ត្រលោកបានធ្វើទង្វើអ្វីខ្លះឆាប់សារធាតុតាមត្រង់ទៅ ពេលខ្ញុំធ្វើជាមន្ត្រីដឹកជញ្ជូនខ្ញុំបានលួចយកជួយសារកដើម្បីប្រយោជន៍ផ្ទាល់ខ្លួនត្រូវលោកម្ចាស់ចាប់បាននៅនឹងកន្លែង លួចស៊ុយសារអាកមានទោសមិនអាចលើកលែងបានទេពិតជាថ្នាំធំមែនប្រហែលជាមានជនក្បត់នៅពីក្រោយហើយ គ្មានអ្នកណាបញ្ជាខ្ញុំទេខ្ញុំប្រព្រឹត្តតែម្នាក់ឯង ក្នុងនាមជាមន្ត្រីដឹកជញ្ជូនច្រើនឆ្នាំរឿងបែបនេះប្រព្រឹត្តបានប្រមាណដងដែរ 10 ឆ្នាំមកនេះចំពោះរឿងជីគួយណានបន្លំសូត្រគឺខ្ញុំជាអ្នកធ្វើខ្ញុំបានទម្លាក់កំហុសទៅលើជីគួយណានងាយបារម្ភតែពីសូត្រមិនបានដឹងអ្វីទេ ខ្ញុំមិនបានដឹងថាលោកមេតមជ័យមកទេមេតមមានអ្វីមែនទេ មន្ត្រីដឹកជញ្ជូនគឺជាទ័ពរបស់អ៊ីជើទោះបីគេធ្វើខុសក៏ត្រូវប្រគល់គេទៅឲ្យកងទ័ពមន្ត្រីសូត្រពិតជាអស្ចារ្យណាស់ណូបើជាកាត់ក្តីដោយខ្លួនឯង លោកមិនតបនេះនិយាយខុសហើយមនុស្សម្នាក់នេះលួចដោសោតធ្វើឲ្យប៉ះពាល់ដល់ដំណាក់សោតថ្ងៃនេះគេគួរតែលាតត្រដាងនៅចំពោះមុខអ្នកចំនួនសោតនៅអីចេះរកយុត្តិធម៌ភាពត្រឹមត្រូវឲ្យគេមិនអាចធ្វើបែបនេះបាននោះទេ អ្នកនាងជីគេសាហាវណាស់ទុកគេឲ្យពួកយើងវិញទៅថ្ងៃនេះបើមានអ្វីកើតឡើងចំពោះនាងខ្ញុំបកស្រាយយ៉ាងម៉េចជាមួយលោកម្ចាស់យ៉ាងទៅ តុករបស់ខ្ញុំត្រូវគេមុលបង្កាច់អស់ជាច្រើនឆ្នាំខ្ញុំជឿថានៅលើលោកនេះមានច្បាស់មានយុត្តិធម៌លុបលាងភាពស្អាតស្អំឲ្យពុករបស់ខ្ញុំ នាងមិនមែនជាមន្ត្រីនិយាយផ្ដេសផ្ដាស់ចេតនាញុះញង់ត្រូវមានទោសធ្ងន់ធ្ងរនាំពួកគេទៅ បាទមិនអាចទេខ្ញុំមកទីនេះក្រោមបញ្ជាលោកម្ចាស់យ៉ាង មន្ត្រីសូត្រពួកឯងសំអាងអ្វីទៅហ៊ានស៊ើបមនុស្សរបស់យើងនាំទៅ បាទ
ឈប់សិនមានតបនីវ ប្រជារាស្ត្រនៅអេជ័យទាំងអស់កណាត់សោតគឺជារបស់ដែលព្រះអង្គសពតិវាគឺជាកិច្ចការដ៏លំបាករបស់អ្នកត្បាញសោតហើយគឺជាមុខមាត់របស់ក្រុងអេជ័យពេលនេះត្រូវជន់ក្បាត់ធ្វើឲ្យពួកយើងអាម៉ាស់មុខបានអញ្ចឹងតើពេលនេះគាត់តែបកស្រាយប្រាប់ពួកយើងដែរទេ បងស្រីពួកយើងត្រូវការការបកស្រាយលោកវិទ្យានេះសូមជួយជើងមកគិតទៅផងរបស់ប្រជាទៀតផង